ទោះស្ដីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ថ្មីដោយបងប្អូនទាំងអស់គ្នាបានដឹងអំពីរឿងអ៊ំស្រីម្នាក់ហ្នឹងដែលគាត់បានលួចទូរស័ព្ទរបស់បងស្រីឈ្មោះកាកាសាឡននេះដែលត្រូវបងស្រីកាកាសាឡនហ្នឹងគាត់វាយទាំងគ្មានអាណិតអាសូរសោះទាំងគាត់មនុស្សចាស់ហើយដូចខ្ញុំបាក់ភ្នែកមើលបងប្អូនទាំងអស់គ្នាឥឡូវនេះគាត់បានចេញមកបកស្រាយនេះគាត់បានចេញមកបកស្រាយថាការដែលគាត់លួចទូរស័ព្ទគេបែបម៉េចចឹងបងប្អូនទាំងអស់គ្នាឥឡូវកុំឲ្យខាតពេលយូរយើងចូលស្ដាប់ទាំងអស់គ្នាមើលនៅមួយដល់អត់មានប្រាក់ខែទេខ្ញុំនៅដូរបាយហូបនឹងនៅថែសាគាត់ទេខ្ញុំអត់មានប្រាក់ខែទេអត់មានយូរប្រាក់ខែអត់មានអីទេសុំតែមករស់សុំតែបាយហូបទេចាអូយបងប្អូនអរគ្នាអត់មានប្រាក់ខែផងទាំងដែលខ្ញុំមើលហ្នឹងខ្ញុំគិតថាគាត់ទៅនៅរស់នៅហ្នឹងគាត់មានប្រាក់ខែឥឡូវគាត់ថាគាត់មានប្រាក់ខែងាប់កាកាសាឡនហ្នឹងបងស្រីម្នាក់ហ្នឹងមិនចឹងខ្ញុំបងវាបង្កើតចាប្រាប់ថាគេវាយវាហើយបងគេវាយខ្ញុំថារឿងអីបងគេវាយខ្លួនឯងថាវាបានយកទូរស័ព្ទគេ3គ្រឿងហ្នឹងបោះចិនផ្ញើបាទបងប្អូនប្រិមត្តទស្សនិកជនការពីម្សិលមិញនេះគឺបងប្អូនបានទទួលបានជ្រាបព័ត៌មានខ្លះហើយពាក់ព័ន្ធជាមួយនឹងអ្នកមីងដែលជាអ្នកអនាម័យនៅក្នុងហាងកាកាសាឡនដែលទទួលរងនឹងការប្រើអំពើហិង្សាមកលើរូបរាងកាយរបស់អ្នកមីងទាំងការបង្ខាំងជាដើមហើយអ្នកមីងបានរងនៅអយុធធម៌ជាច្រើនពាក់ព័ន្ធនឹងករណីនេះផងដែរបាទហើយបច្ចុប្បន្ននេះម្ចាស់ហាងកាកាសាឡនក៏បានត្រូវកងកម្លាំងអាវុធហត្ថបាននាំខ្លួនយកទៅកាន់ខេត្តនិងបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀតផងដែរនឹងហើយបងប្អូនអរគ្នាពេលមានរឿងអីដែលត្រូវនេះហ្នឹងយើងកុំប្រើអំពើហិង្សាយើងគួរតែចាត់ចែងដល់ប្រាប់ដល់លោកប៉ូលីសអីចឹងឲ្យគាត់មកធ្វើការងារហ្នឹងយើងកុំប្រើអំពើហិង្សាលើគាត់ទាំងគាត់មនុស្សចាស់ទៀតឥឡូវមានអីឥឡូវគេចាប់ទៅវត្តកពស់បានហើយថ្ងៃនេះខ្ញុំបានមកដល់ផ្ទះអ្នកមីងផ្ទាល់ហើយដើម្បីជួបសុភាជាមួយនឹងគាត់ពាក់ព័ន្ធនឹងករណីនេះផងដែរបាទជំរាបសួរអ្នកមីងសួរបាទអ្នកមីងមានឈ្មោះអីដែរខ្ញុំឈ្មោះអត់ខុនអាយុប៉ុន្មានដែរមីង59ហើយចាខ្ញុំអត់មានគ្រួសារទេខ្ញុំជន់មួយម៉ាយម្នាក់ឯងកូនក៏អត់មានផ្ទះសម្បែងក៏អត់មានខ្ញុំនៅបំរើគេអត់មានប្រាក់ខែទេខ្ញុំប្រាក់ខែទេខ្ញុំសុំមករងស្រឡាញ់គេដូចកូនចាថ្ងៃសៅរ៍ថ្ងៃពេលបុណ្យជុំបិណ្ឌជោគឆ្នាំគេជូនលុយកាក់ខ្ញុំទៅបុណ្យទៅវត្តទៅវាគេជូនខ្ញុំទៅបាទចាហើយខ្ញុំប្រើគេសពគ្រប់បែបយ៉ាងអូនអបខោអាវតាំងពីខោខ្លីអីមិនសល់ស្បែកជើងប្រឡាក់ទិញបានទេខ្ញុំដឹងឲ្យឡើងស្អាតខ្ញុំស្រឡាញ់គាត់ដូចកូនព្រោះខ្ញុំអត់កូនចាហើយបបខោអាវចិនឲ្យទៀតកាអាវចិនក៏គេឲ្យខ្ញុំបបឲ្យដែរសង្សារគេក៏ឲ្យសង្សារគេបាទអ្នកមីងគេមិនដែរធ្វើបាបអូយបងប្អូនអរគ្នាគាត់ស្រឡាញ់បងកាកាសាឡនហ្នឹងគាត់ធ្វើការមែនតែលក្ខណៈធ្វើការដូចកូនដូចចៅរស់នៅមួយគ្នាហ្មងណាហើយគាត់តែរឿងប៉ុណ្្នឹងគាត់វាយយ៉ាងហ្នឹងមើលទៅវាពិតជាឈឺណាបងប្អូនអរគ្នាទាំងតែខ្ញុំសម្បីតែខ្ញុំក៏មិនសូវហ៊ានមើលដែរពេលអាកន្លែងវគ្គដែលគាត់វាយហ្នឹងអត់ទេថ្ងៃមួយនេះកាលគេផ្អើចាប់ចិនច្រើនមានសង្សារចិនគេយកទូរស័ព្ទទៅទាំងវ៉ាលីកុំតិចតជាច្រើនដាក់ក្នុងផ្ទះខ្ញុំក៏រៀបទុកដាក់តែខ្ញុំអត់បានយកអីទេរយៈពេលជិត1ខែខ្ញុំឃើញធុងសមួយខ្ញុំឃើញទូរស័ព្ទខ្ញុំបើកមើលទៅវាអត់ឃើញចាញ់ភ្លើងខ្ញុំក៏យកទុកក្រោមខ្នើយ10ថ្ងៃខ្ញុំក៏យកលក់ខ្ញុំឃើញម៉ូតូអេតចាយគេដើរស្រែកថាទិញទូរស័ព្ទខូចខ្ញុំក៏អត់ទាន់លក់ទេថ្ងៃហ្នឹងថ្ងៃក្រោយទៀតបានខ្ញុំចុចទៀតខ្ញុំអត់ឃើញភ្លើងខ្ញុំទៅធ្វើការអនាម័យផ្ទះមួយទៀតខ្ញុំក៏ដាក់ទូរស័ព្ទហ្នឹងទៅជួបគេទៀតខ្ញុំលក់ឲ្យគេបានមួយ50000ណាមួយនោះ100000អូនអូចឹងសរុបទៅ20000ចាអូ20000តែមីងអ្វីតែសំខាន់នោះមីងមានដឹងថាពេលដែលមីងយករបស់គេទៅលក់ហ្នឹងមីងនឹងប្រឈមបែបហ្នឹងអត់ព្រោះថានេះគឺជាទង្វើមួយដែលអាចសិលធម៌មួយដែរដែលមីងយកទូរស័ព្ទឬក៏ជារបស់កក់គេយកទៅលក់ចាខ្ញុំប្រាប់គាត់ពេលនេះគាត់សួរខ្ញុំថាម៉ែមានឃើញទូរស័ព្ទយកនឹងស្ថនេះទុកណាអត់ខ្ញុំថាម៉ែបានយកទៅលក់ហើយម៉ែលក់ឲ្យណាខ្ញុំទៅលក់ខ្ញុំថាលក់ឲ្យអេតចាយគាត់ថាគាត់វាយខ្ញុំថាមើលប្រាប់មកទៅលក់នៅហាងណាគាត់ទៅលក់ខ្ញុំថាអត់មានហាងទេខ្ញុំលក់ម៉ូតូគេដឹកពីមុនគាត់ហៅខ្ញុំនេះម៉ែទេគាត់ហៅម៉ែដល់ពេលសួរថាទូរស័ព្ទលក់ទៅណាគាត់ចាប់ដើមប្រែដីហ្មងចាគាត់ចាប់ដើមទៅខ្ញុំប្រាប់ត្រង់ចឹងទៅគាត់វាយខ្ញុំថាទៅប្រាប់លីទៅខ្ញុំខុសទៅប្រាប់លីទៅអីទៅតាមច្បាប់ទៅគាត់អត់ស្ដាប់គាត់វាយខ្ញុំគាត់យកអីវាយដែរមីងគាត់យកនេះស្ងាលអង្វាន់ស្ងាលត្បូងគាត់គប់ខ្ញុំមកចង្ហាល់នឹងបែកចង្ហាល់នឹងទៅគាត់ទាញអានឹងមកគាត់វាយខ្ញុំទៅគាត់ទៅយកក្បាច់គាត់ថាអញកាប់នេះសិនថ្ងៃហ៊ានណាអញកាប់នេះខ្ញុំក៏រត់ចាញ់ក្រោយទៅចូលផ្ទះគេមួយទៀតលេចអាចលេចនោមទៅចាស់ផ្ទះនឹងខាត់ទាំងអូនយាយ
គាត់ទៅស្រួលទៅគេលោមខ្ញុំថាខ្ញុំបាត់ជើងសិនតែខ្ញុំចាញ់មកវិញខ្ញុំដើរតាមគេចូលផ្ទះវិញគេបិទទ្វារបាយខ្ញុំទៀត អូ វាយទៀត អូយបងប្អូនអរគ្នាគាត់វាយអត់មានអាណិតអាសូរតិចហ្មងគាត់ខឹងនេះខឹងអត់មានការគិតបណ្ដោយ វាយហើយគេថាមកគេចង់យកទៅសាឡនខ្ញុំក៏លារោបដេកយប់ខ្ញុំដឹងអញ្ចឹងម៉ែសុំលាផ្លាស់ខោអាវបានអត់តែផ្លាស់ទៅខ្ញុំក៏ផ្លាស់ទៅគេថាមកព្រឹកឡើងទៅប៉ូលីសមើលអញខ្ញុំអត់ខ្លាំងណាស់លេថាទៅប៉ូលីសគេអត់យកទៅប៉ូលីសទេទៅដល់សាឡនគេវាយខ្ញុំទៀតវាយ ទៅសាឡននឹងវាយយកអីវាយដែរ វាយខ្សែដដែលវាយខ្ញុំទៀត អត់បែកភ្លើងទាំងហើយថ្ងៃ ចាវាយហើយគេ live វីដេអូឲ្យចិនមើលគេនិយាយចិនឲ្យមើលខ្ញុំទៅអញគុំគេថាបានហើយឲ្យប៉ុណ្ណឹងខ្ញុំឲ្យចាប់ខ្ញុំចោលឲ្យចាប់ខ្ញុំចោលគេថាគេអត់ចាប់ទេធ្វើត្រង់ចាប់ខ្ញុំគេចង់ខ្ញុំងាប់ហើយតែថ្ងៃមានចិត្តចង់រត់អញតន់អញកាប់ដៃកាប់ជើងថ្ងៃឲ្យកបត់អីអស់វាយថ្ងៃងាប់បងលុយ អូហ៊ាននិយាយថាអាងទឹកលុយហ៊ានមានបំណងចង់សម្លាប់អ្នកមីងទៀត ចា អូហើយ អូយបងប្អូនអរគ្នាបងនឹងពិតជាមិនធម្មតាការខឹងរបស់គាត់គាត់អាចនឹងឈានដល់សម្លាប់អ៊ំស្រីម្នាក់នឹងទៀតហើយគាត់ហ៊ានថានិយាយថាអើយវាយឲ្យបងលុយធ្វើទរណកម្មឲ្យស្លាប់ឲ្យបងលុយជូនអ៊ំស្រីនឹងទៀតអូយបងនឹងពិតជាមិនធម្មតាទេ តបមកមកចិត្តដែរមីង គេតបមកគាត់ថាព្រឹកហ្នឹងថ្ងៃធ្វើជូតចាហៅជូតអីបោកមុខផ្ទះមានស្រាមមួយមិនបានទេណាគេជូតឲ្យអស់ អូការនិយាយស្ដីរបស់គាត់និយាយពីអសរោះមកកាន់អ្នកមីងហ្មង ចា បាទលេងប្រើអ្នកម្ដាយអ្នកម៉ែហើយ ចាលេងហើយដល់ពេលនេះខ្ញុំគេក៏ឲ្យខ្ញុំដេកគេថាថ្ងៃខ្ញុំដេកលើសាឡុងហ្នឹងដេកអត់ហ្នឹងហើយខ្ញុំក៏ដេកអត់ដាក់កម្មាពួកកូននៃប្រឡាក់ឈាមហ្នឹងខ្ញុំក៏ដេកអោបទៅខ្ញុំដេកអត់ហ្នឹងទៅខ្ញុំឈឺពេញខ្លួនខ្ញុំក៏អត់រួចខ្ញុំក៏ខ្លាចគេវាយទៀតបើភ្នែកឡើងខ្ញុំក៏ដោះចង្ហើដោះអីជូតទាំងអស់ផ្ទះសំបាយហ្នឹងខ្ញុំជូតដល់ពេលគេបើកហាងសាឡនខ្ញុំដើររើស្មៅនៅមុខផ្ទះក្រោយផ្ទះទាំងអស់ហើយខ្ញុំក៏អស់កម្លាំងខ្ញុំដេកនៅគេសាឡុងអញ្ចឹងដេកទៅ អូយ គាត់ថាឯងដេកអីអញ្ចឹងកន្លែងគេរស់ស៊ីខ្ញុំក៏ងើបឡើងទុយហើយមកពីគេឲ្យបាយខ្ញុំក៏លេបអត់ចូលទេខ្ញុំហូបពីបាត់ខ្ញុំយកទៅចោលខ្ញុំហូបទឹកដូចខ្ញុំយកទៅដាក់ក្នុងទូទឹកកកគេថាឯងចេះចង់គាត់វាក់ដែរអីខ្ញុំក៏អត់មាត់ទេទៅគេអត់វាយដែរគេថាអើយថ្ងៃនៅនឹងប្រើអញពីថ្ងៃមកតែអញអស់ចិត្តអញចង់អញទៅណាស្លាច់ទាំងអញខ្ញុំក៏នៅអង្គុយនឹងដែរទៅគេក៏ដើរធ្វើការធម្មតាខ្ញុំក៏អត់ទៅណាដែរខ្ញុំអង្គុយទៅនឹងហើយអង្គុយលើសាឡុងទេខ្ញុំអង្គុយទាំងអត់ប៉ាអីសាឡុងគេតិចថ្ងៃ ហើយអ្នកមីងចុះពេលតែវាយអ្នកមីងហើយគេដាក់មីងនៅណាគាត់គេលក្ខណៈថាគេបង្ខាំងអ្នកមីងឬក៏យ៉ាងម៉េចដែរ គេបង្ខាំងគេឲ្យកូនចៅគេយាមខ្ញុំកុំឲ្យខ្ញុំទៅណាកុំឲ្យទៅមុខតូបឲ្យផុត10ម៉ែត្រឲ្យសោះ អូចឹងមានអ្នកយាមទៀត មានអ្នកយាមចាកូនចៅគេច្រឡំនឹង ប្រុសស្រី ស្រីចា ស្រីណា ចាស្រី បាទ ហើយដល់ទៅខ្ញុំទៅនៅតែនឹងឲ្យទៅណាទេទៅមុខទៅក្រោយនឹងឯងបោកប្រសែងគេជូតសក់ជូតអីហ្នឹងខ្ញុំចេះបោកចេះធ្វើទៅខ្លាចគេវាយទៀតទៅស្អែកឡើងនឹងព្រឹកឡើងខ្ញុំធ្វើការគេញាក់ពីដេកគេឲ្យកាត់សក់ខ្ញុំគេឃើញសក់ខ្ញុំកាត់ជាមដល់អីគេឲ្យកាត់ហើយគេថាចាំសក់វាគេឲ្យវាជាចាំកោទាំងឲ្យខ្ញុំ អូអ្នកមីងឲ្យចុះគេវាយត្រូវចំកន្លែងណាខ្លះដែរអ្នកមីង គេវាយខ្ញុំត្រូវក្បាលច្រើនណាស់ក្បាលហើយទៅនេះដាច់ឈាមហើយអាទៅនេះទៅបើបានណាហើយនេះពេញទាំងអស់ខ្មៅទាំងអស់គេអីចាជាប់ ខា ទាំង ង អ ខ ស់ ងអីមាន មានទាំងអស់ចា មានទាំងអស់ ចាខ្ញុំរងហើយដៃនេះអីបែកឈាមទាំងអស់ហើយគេឲ្យខ្ញុំជូតឈាមបាញ់ឲ្យកោជូតឈាមខ្ញុំក៏ជូតអត់ថ្ងៃជូតអត់ជ្រះខ្ញុំក៏ប្រឹងជូតទៅ បាទហើយយ៉ាងម៉េចបានអ្នកមីងអាចរត់កិច្ចចេញបាន ដល់ពេលនេះខ្ញុំឈឺពេកគេឲ្យខ្ញុំទៅអង្គុយក្រោយខ្ញុំទៅអង្គុយក្រោយខ្ញុំបន់ខ្មោចម៉ែឪខ្ញុំថាម៉ែអើយម៉ែជួយកូនផងម៉ែជួយបង្ហាញផ្លូវឲ្យកូនចេញឲ្យរួចផងបើកូននៅនេះគេសម្លាប់កូនហើយអត់មានអ្នកណាដឹងទេខ្ញុំក៏ដើរមើលទៅបងផ្ទះហ្នឹងខ្ញុំឃើញមានកន្លែងមួយដែលខ្ញុំតោងបានខ្ញុំក៏តោងឡើងទៅខ្ញុំលោតស្លាក់ធ្លាក់ខ្លួនមកខ្ញុំទៅទីកងហើយអានេះខ្ញុំត្រូចេះទៅខ្ញុំក៏រត់ដើរទៅដល់កន្សែងនឹងដើរទៅខ្ញុំរត់ទ្រាំទៅដុកខ្ញុំនឹកឃើញមានផ្ទះបងខ្ញុំឲ្យគេដុកមកផ្ទះបងខ្ញុំមកដល់បងខ្ញុំគាត់ឃើញបងអូនគាត់ខ្ញុំគាត់រត់ទៅប៉ុណ្ណឹងខ្ញុំថាក៏មិនខ្ញុំខ្លាចបងខ្ញុំថាប៉ុណ្ណឹងគេទៅអូនខ្ញុំថាខ្លាចបងខ្ញុំទៅខ្ញុំដាក់លើគ្រែទិញទៅណាំទិញអីទិញបល័យសមឲ្យខ្ញុំក៏ដេកនៅផ្ទះគាត់រហូតទៅ ចឹង ចា បាទខ្ញុំតាមលឺមុនហ្នឹងជជែកគ្នាម្ចាស់សាឡនហ្នឹងតាមពិតជាមនុស្សស្រីឬក៏មិនដែរសុំ អូនឹងគាត់ខ្ទើយគាត់ខែភេទគាត់ប្រុសខែភេទចាគាត់ខែភេទចា ចាខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់អូនខ្ញុំស្រឡាញ់គាត់ខ្ញុំអត់កូនគាត់វាយពីថ្ងៃ14 15 10ទៅ15អត់វាយទេវាយ16ទៀត អញ្ចឹង តែថ្ងៃទី1ហ្នឹងគាត់វាយ3ដងថ្ងៃទី14ថ្ងៃទី14ហ្នឹងវាយ3ដ ប្រ ង ហែលទីតាំងពេលទៅវាយថ្ងៃទី1 ថ្ងៃទី1វាយ2ទីតាំង វាយនៅ សាឡនហើយនៅផ្ទះគាត់នៅបុរីក្នុងផ្ទះគាត់ បរិយនៅណាដែរ បុរីនៅស
សាំងគោ សាន់កូបរិយសាន់កូ ចា អូចុះថ្ងៃទី2ម្លងមួយថ្ងៃ15ម្លងទៅថ្ងៃទី16ហ្នឹងគាត់ គាត់វាយខ្ញុំពីល្ងាចគាត់វាយនៅសាឡនទៅពេលយប់ឡើងហ្នឹងខ្ញុំរួចលុតថ្ងៃគាត់ចាក់សោខ្ញុំក្រៅកូនអត់មានអ្នកយាមខ្ញុំទេគាត់ក៏ទៅដេកសម្រាប់នៅផ្ទះកូនគៀងក៏ទៅផ្ទះអស់គេឲ្យខ្ញុំនៅតែឯងខ្ញុំរត់យប់ហ្នឹងហើយអូន អូរត់ពេលយប់អញ្ចឹង ចាខ្ញុំរត់មក4ទឹកភ្លឺ ហើយណាមីងរត់ដល់ណាហើយបានមានម៉ូតូជិះ ខ្ញុំរត់ឆ្ងាយមកជួបម៉ូតូ ចឹង ដើរវៀងទៅ អូយបងប្អូនអរគ្នាវាពិតជាសង្វែកដែរណាបងប្អូនអរគ្នាអើយចេះគាត់រត់រួចទេបងប្អូនអរគ្នាបើអត់រត់រួចហ្នឹងផាច់គេដឹងធ្វើទរណកម្មគាត់បែបណាទៀតបងប្អូនអរគ្នាដឹងជាត្រូវស្លាប់ក៏ត្រូវរស់បែបណាទេបងប្អូនអូយបងប្អូនអរគ្នាពិតជាគួរអាណិតគាត់មែនណាអ៊ំស្រីហ្នឹងណាអូយមកឥឡូវយើងស្ដាប់បន្តិចទៀតមើល ចាប្តឹងពីថ្ងៃសៅរ៍តែចាប់អត់ខ្លួនអត់បានទេដល់ពេលថ្ងៃសៅរ៍ចាប់បាន អូទៅចាប់បានថ្ងៃសៅរ៍អញ្ចឹងទៅចាប់បានថ្ងៃសៅរ៍ប៉ុន្តែការធ្វើការងាររបស់សមាជិកគឺបានលះហើយទុកចិត្តបានដោយសារតែឥឡូវនេះ គាត់ថាគាត់អត់ ខ្លួន ខ្ញុំ បាន ខ្លាំងណាស់សាហាវណាស់ពួកអើយបីអឹមថាសាហាវណាស់ឃើញនេះគាត់បើករូបឲ្យខ្ញុំមើលខ្លួនខ្ញុំខោចសាខ្លាំង អូយបងប្អូនអរគ្នាអើយពិតជាគួរអាណិតអ៊ំស្រីណាស់អើយពិបាកមើលមែនតើគាត់ធ្វើបែបហ្នឹងគឺវាអត់ត្រូវទេបងប្អូនអរគ្នាគឺខុសតែម្ដងបើគាត់មានរឿងអីគាត់គួរតែប្រាប់ដល់ប៉ូលីសឲ្យគេមកធ្វើការទៅកុំធ្វើបែបហ្នឹងពេលនេះវាពិតជាខុសណាស់បងប្អូនអរគ្នាឥឡូវនេះគឺមានអីទេបងប្អូនអរគ្នារឿងហ្នឹងវាបានចប់ហើយឥឡូវអើយបងស្រីនឹងត្រូវបានប៉ូលីសគេបានធ្វើការហើយអ៊ំស្រីក៏គាត់បានមកដល់ផ្ទះបងប្អូនគាត់ហើយបងប្អូនអរគ្នាពេលចឹងពេលគាត់មកដល់ផ្ទះពិតជាបានសប្បាយចិត្តជំនួសគាត់ហើយដែលគាត់អាចរត់ផុតបានណាបើគាត់មិនផុតនឹងដឹងមិនមកទេបងប្អូនអរគ្នាអើយខាងព័ត៌មាននឹងក៏បានបញ្ចប់ហើយបងប្អូនអរគ្នាអរគុណនៅការតាមដានណាបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយ